video này nhóm này dây tại tông chỉ môi nằng mây chạy tắc bông bồn bên này là bông bồn đã cho từ cái lại tắc khiếu rồi về là ca thái mà chẳng mây chạy tắc nó bỏ tầng na đây bên nơi là cái lại nằng và rồi về tắc lá bông bồn tục về chào đó về cùng là làng màu về nhà mà chạy đánh đây nơi không đây chẳng nè đây là cái đông sam sập lên bông bồn đấy chẳng lạiនេះគឺទឹកវាឡើងថ្លាយបាទហើយខ្ញុំក៏បន្ថែមទឹកវាទុកចោលលងទៅឥឡូវវាឡើងមកវិញហើយនេះបាទនេះមេពូជចឹងមេពូជនេះបងប្អូនយកទៅតែមួយសាបាទបងប្អូនបានពូជរហូតនេះបាទបងប្អូនបានពូជរហូតហើយនេះបាទនេះមកកដុងទៀតបាទកដុង30លីត្រដូចគ្នាអញ្ចឹងបាទមានមេពូជដូចគ្នានេះមេពូជរៀងក្រាស់បាទមេពូជរៀងក្រាស់ឥឡូវខ្ញុំនាំអារម្មណ៍បងប្អូនបាទមកមើលចៃទឹកដែលខ្ញុំធ្វើការដាក់នៅតាមកធននីមួយបាទបាទកធននេះគឺមានចៃទឹកហើយបងប្អូនអាចឃើញបាទមានទាំងចៃទឹកមានទាំងតកៅអីជាដើមអញ្ចឹងតកតងមួយចៃទឹកក្រហមនេះបងប្អូនធ្វើច្រើនអាហ្នឹងវាបានច្រើនតាមហ្នឹងបងប្អូនណាបាទធ្វើច្រើនបានច្រើនតាមហ្នឹងនៅក្នុងនេះចៃទឹកក៏មានដែរគាត់ថាវាអត់តឡើងទេបាទអានេះក៏បាទឡើងខ្លះនៅក្នុងនេះគាត់តែមានពូជបាទមានពូជចៃនេះបងប្អូនអាចឃើញបាទកធននេះក៏ដូចគ្នាអញ្ចឹងដែរនេះតកតងជាមួយនឹងមេពូជចៃទឹកនេះបងប្អូនពេលដែលបងប្អូនដាក់ទៅបាទដាក់ចូលក្នុងទឹកខៀវរបស់យើងវាអាចឡើងចន្លោះពី5ថ្ងៃមកទៅ10ថ្ងៃបើសិនចន្លោះពេលហ្នឹងវាអត់ឃើញឡើងទេមានន័យថាវាងាប់ហើយបាទចឹងវិធីសាស្ត្របងប្អូនត្រូវទិញមេពូជថ្មីយកមកដាក់ឬក៏យកពីកន្លែងណាដែលមានមេពូជយកមកដាក់ចឹងនៅក្នុងនេះមេពូជសិតតែមែនគាត់ថាវាមានតិចតែមានតិចមានច្រើនតាមកន្លែងបាននេះឡើងអញ្ញាយ៉ាញងប៉ុណ្ណឹងហ៎បងប្អូនបាទនេះកញ្ចឹងនេះក៏មានដែរនេះបាទនេះចៃទឹកក្រហមនេះបងប្អូននេះចឹងតកតងមួយចៃទឹកក្រហមនេះបងប្អូនយកទៅចិញ្ចឹមបាទចិញ្ចឹមម្សាកាលណាវាបានបែកពូជហើយបាទពូជហ្នឹងគឺវានៅមានរហូតបងប្អូនអាចធ្វើការបំបែកបានរហូតបាទនេះចឹងកាលណាយើងបានពូជបាទវាបែកពូជម្សាហើយគឺបាទមេពូជហ្នឹងគឺវានៅតែកន្លែងហ្នឹងបាទចឹងបងប្អូនដាក់ចូលក្នុងកធុនកាលណាវាបែកពូជម្សាហើយថ្ងៃក្រោយបងប្អូនអាចដងមេពូជចេញពីកធុនហ្នឹងដដែលយកមកដាក់កន្លែងផ្សេងបានបាទវីដេអូនេះសូមបញ្ចប់ត្រឹមហ្នឹងចុះចំពោះបងប្អូនដែលចង់បានមេពូជចៃទឹកក្រហមកុំភ្លេចធ្វើការឆាតមកក៏ដូចជាបាទមេតាខៀវអីហ្នឹងបាទកុំភ្លេចធ្វើការឆាតមកបាទអរគុណជួបខ្ញុំបាទវីដេអូបន្តនៅពេលក្រោយទៀត